អូឥឡូវនេះនៅខាងថ្មពួកនឹងចិនលៀសអស់មកប៉ែកខាងលិចឃុំគោករមៀតគំរូទាយឆ្មារហូតមកដល់ភូមិថ្មីនឹងចិនលៀសអស់ហើយនៅតាមានន័យថានៅតាឃុំកុកកឋិនទេដែលអត់ចិនលៀសក្រៅពីនឹង6ឃុំនឹងចិនលៀសទាំងអស់ហើយនៅខាងស្រុកអូជ្រៅនឹងក៏ចិនលៀសអស់ភាគច្រើនមានន័យថាច្រើនឃុំដែលជាប់នៅព្រំដែនហ្នឹងហើយក្រុងប៉ោយប៉ែតក៏ជំនះចាញ់អស់ដែរដោយសារការបាញ់នឹងកាន់តែខ្លាំងអញ្ចឹងណាហើយផ្លងធ្លាក់អាចធ្លាក់មានផ្លងធ្លាក់មកដល់ចិត្តទីរួមស្រុកថ្មពួកហើយពីយប់មិញហ្នឹងមានដ្រូនហោះមកបាញ់ឡានអ្នកដឹកភ្ញៀវស្លាប់អស់2នាក់ឡានឈប់ថាឈប់បាត់ជើងតូចវាឃើញភ្លើងឡាននឹងដាក់ភ្លើងវាលឺភ្លេបផ្លាប់ហ្នឹងដ្រូនវាទម្លាក់មកស្លាប់អស់2នាក់នៅនឹងស្ពានលេខ8ផ្លូវចេញពីថ្មពួកទៅស្វាយជែកនឹងអញ្ចឹងណាហ្នឹងហើយរហូតដល់ពេលនេះកំពុងតែក្តៅប៉ូអើយឥឡូវនេះបងមកដល់ស្រុកភ្នំស្រុកហើយមកដល់ស្រុកភ្នំស្រុកហើយមកដល់ឃុំមកដល់ទឹកយ៉ាងថ្មស្រុកភ្នំស្រុកអញ្ចឹងណាហ្នឹងហើយអរគុណច្រើនប៉ូ